រឿងនេះកើតឡើងយូរយារណាស់មកហើយតាំងពីថ្ងៃទី30ខែតុលាឆ្នាំ1974មកម្ល៉េះនៅប៉ែកខាងតិចសាសសហរដ្ឋអាមេរិកក៏ប៉ុន្តែបញ្ហារឿងរ៉ាវបែបដូចនេះគឺតែងតែកើតមានជារឿយៗមកដល់ពេលបច្ចុប្បន្ននៅថ្ងៃបុណ្យ Halloween បុរសម្នាក់នេះគឺបានសម្លាប់កូនប្រុសរបស់ខ្លួនឯងអាយុ8ឆ្នាំដោយឲ្យស្ករគ្រាប់ប៉ុន្តែស្ករគ្រាប់ហ្នឹងគឺបានធ្វើដោយខ្លួនឯងដើម្បីលាយជាមួយនឹងរបស់ជាតិពុលមូលហេតុដែលបុរសម្នាក់នេះដែលត្រូវជាឪពុកសម្លាប់កូនខ្លួនឯងនេះគឺដោយសារតែរឿងលុយធានារ៉ាប់រងជីវិតព្រោះថាបុរសម្នាក់នេះបានទិញធានារ៉ាប់រងជីវិតឲ្យកូនច្រើនកន្លែងមែនតែនតែដល់ពេលចុងក្រោយមកគឺបុរសម្នាក់នេះគាត់បានជំពាក់គេច្រើនបញ្ហាផ្សេងក៏នឹកឃើញបែងគំនិតសម្រាប់កូនខ្លួនឯងដើម្បីឲ្យបានលុយពីធានារ៉ាប់រងជីវិតនឹងឯង